បាទនេះគឺជាការបំផ្លាញដោយសត្វល្អិតពពួកមូសតែនៅពេលដែលត្រួយថ្មីចាប់ផ្ដើមលាស់មកហើយនៅភ្លៀងបែបនេះបាទវត្តមានមូសតែគឺកើតលឿនហើយបំផ្លាញខ្លាំងបាទអញ្ចឹងបងប្អូនបើសិនជាមានបញ្ហារោគសញ្ញាបែបនេះគឺបង្កឡើងដោយមូសតែបាទនេះគឺវាតិចដំបូងបាទវាតិចបំផ្លាញដំបូងគឺវាឃើញស្នាមអុចនៅចុងត្រួយបែបនេះបាទនៅចុងត្រួយនេះបាទមានស្នាមអុចបាទនេះស្នាមអុចហើយរួញបែបនេះបាទនៅបន្ទាប់មកទៀតគឺវាខ្លោចបាទខ្លោចអានេះត្រួយវគ្គមុនបាទត្រួយវគ្គមុននេះខ្លោចបាទឃើញខ្លោចបែបនេះបាទហើយអានេះវាតិចថ្មីហើយវាក៏បានពងដាក់ហើយញាស់ជាកូនបាទញាស់ជាកូនឥឡូវយើងឃើញមុនហ្នឹងឃើញកូនវានៅនេះបាទនេះកូនវាបាទនេះនៅនឹងខ្នែងនេះបាទកំពុងរត់ត្រេនេះបាទនេះរត់មិនសូវលឿនមកនេះបាទវាអត់តន់ដុះឡាបទេបាទអញ្ចឹងនៅពេលដែលឃើញមានស្នាមអុចបែបនេះហើយបាទបន្ទាប់មកទៀតគឺវាយើងរកមើលទៅឃើញកូនវានេះបាទនេះវារត់នៅបាទអញ្ចឹងនេះកូនមូសតែវាអត់ទាន់ដុះស្លាប់បាទហើយវាបំផ្លាញបែបហ្នឹងបាទនៅពេលដែលវាដុះស្លាប់វានឹងហើរទៅតិចផ្សេងទៀតហើយវាអាចពងដាក់វាបន្តពូជវាញាស់មកថែមទៀតបាទនេះវាមួយទៀតនៅនឹងស្លឹកនេះបាទនេះរត់បាទអញ្ចឹងបងប្អូនសូមប្រុងប្រយ័ត្នបាទនៅពេលដែលផលិតត្រួយនៅក្នុងរដូវកាលដំបូងភ្លៀងបែបនេះបាទសូមប្រយ័ត្នកុំឲ្យមូសតែនឹងតិចបាទបើសិនមូសតែនឹងតិចគឺខ្លោចខូចហើយចន្ទីរបស់យើងនឹងចេញផ្កាយឺតបាទនឹងចេញផ្កាយឺតมันអាចលឿនតាមផែនការរបស់យើងចង់បាននេះបាទអញ្ចឹងសូមការពារទាំងអស់គ្នាបាទហើយថ្នាំដែលអាចកម្ចាត់វាបានមានប្រសិទ្ធភាពខ្ពស់បំផុតហើយការពារបានយូរបាទគឺស្រកានេះបាទប្រើត្រឹមតែ1កញ្ចប់កន្លះគីឡូបាទក្នុងទឹក1000លីត្រអាចបន្ថែមជាមួយនឹងទឹកជម្រាបកែនមិចដើម្បីបង្កើនប្រសិទ្ធភាពថ្នាំក៏ដូចជាការពារការលាងជម្រះពីទឹកភ្លៀងបាទប្រើប្រាស់កែនមិចត្រឹមតែ30នាទីជួយឲ្យថ្នាំជ្រាបចូលបានសព្វល្អបាទជួយបង្កើនប្រសិទ្ធភាពថ្នាំដតៃរហូតដល់30%បាទសូមអរគុណសម្រាប់ការទស្សនានៅវីដេអូបាទជួបគ្នានៅវីដេអូក្រោយ